នៅពេលដែលអ្វីៗហាក់បីដូចជាមានសុខសវត្ថិភាពគ្រោះថ្នាក់ត្រូវបានលេចឡើងម្ដងទៀតនៅពេលដែលពួកវាបន្តផ្លាស់ទីខ្លាឃ្មុំដ៏ធំសម្បើមមួយបានរារាំងផ្លូវរបស់ពួកគេជាមដែលជាម្ដាយដោយមានការប្រុងប្រយ័ត្នខ្ពស់ត្រៀមខ្លួនរួចជាស្រេចដើម្បីការពារជីវិតរបស់កូនជាមព្រិលជំទង់មួយក្បាលនេះកំពុងព្យាយាមឡើងទៅជិតមេរបស់វាដែលខិតខំប្រឹងប្រែងឡើងយ៉ាងប្រុងប្រយ័ត្ននៅតាមជម្រាលភ្នំទឹកកកមេរបស់វាលើកទឹកចិត្តវាប៉ុន្តែមួយរំពេចក្រោយមកវាក៏រអិលជើងធ្លាក់ចុះមកក្រោមដែលមានកម្ពស់30ម៉ែត្រតែមិនរបួសធ្ងន់ធ្ងរនោះទេវានៅតែមិនឈប់ត្រឹមនេះហើយវាបន្តធ្លាក់ជាង100ម៉ែត្រចុះមកក្រោមដោយឥឡូវនេះវាកំពុងតែជាប់គាំងនៅខាងក្រោមក្រុមគ្រួសាររបស់វាទាំងមូលមើលវាពីលើដោយបួងសួងបន់ស្រន់ទៅដល់ទេវតាដោយក្តីសង្ឃឹមថាវានៅមានជីវិតបន្ទាប់ពីមួយសន្ទុះវាបានកម្រើកខ្លួននិងបានរួចរស់រានមានជីវិតប៉ុន្តែឥឡូវនេះមកដល់ផ្នែកដ៏លំបាកមួយការត្រូវព្យាយាមឡើងវិញសារជាថ្មីម្ដងទៀតវាបានតស៊ូឡើងជាង3ម៉ោងហើយទីបំផុតវាបានមកជួបជុំក្រុមគ្រួសារនិងមេរបស់វាឡើងវិញនៅពេលដែលអ្វីៗហាក់បីដូចជាមានសុខសវត្ថិភាពគ្រោះថ្នាក់ត្រូវបានលេចឡើងម្ដងទៀតនៅពេលដែលពួកវាបន្តផ្លាស់ទីខ្លាឃ្មុំដ៏ធំសម្បើមមួយបានរារាំងផ្លូវរបស់ពួកគេជាមដែលជាម្ដាយដោយមានការប្រុងប្រយ័ត្នខ្ពស់ត្រៀមខ្លួនរួចជាស្រេចដើម្បីការពារជីវិតរបស់កូនប៉ុន្តែបន្ទាប់មកខ្លាឃ្មុំដ៏ធំសម្បើមនោះក៏បានធ្វើកំហុសដ៏ធំមួយវាបានព្យាយាមចុះដោយគិតថាវាអាចគ្រប់គ្រងស្ថានភាពបានហើយប៉ុន្តែមិនដូចអ្វីដែលបានគិតនោះទេវាបានបាក់ជើងហើយបានធ្លាក់ពីលើច្រាំងដោយខ្លួនឯងហើយដូចនោះជាមក៏ស្ថិតនៅក្នុងសុវត្ថិភាពវិញដោយបង្ហាញថាពេលខ្លះសំបីតែសំណាងអាក្រក់បំផុតក៏អាចត្រឡប់មកជាសំណាងល្អវិញបានផងដែរជាចុងក្រោយខ្ញុំសូមអរគុណនិងសូមជម្រាបលាជួបគ្នាជាបន្តបន្ទាប់នៅវីដេអូក្រោយៗសូមអរគុណនិងសូមជម្រាបលាបាយអ្នកទាំងអស់គ្នា